បាទសំណួរសួរដល់បងប្អូនហើយនៅកន្លែងនេះជាតួប្រាសាទមួយដែរនេះពីមុនមានតែឥឡូវត្រូវកោះបោះបែកអស់ហើយតែតាមមនុស្សយើងលោភលន់ការលាកសក្ការៈនោះជាកន្លែងតួប្រាសាទបងប្អូនជាប្រាសាទខ្មែរប៉ុន្តែត្រូវបាត់បង់អស់ហើយនៅសល់តែថ្មបាយក្រៀមទេបងប្អូននៅកន្លែងនេះជាកន្លែងភ្នំថ្មឆ្លើយហៅថាភ្នំថ្មឆ្លើយកន្លែងភ្នំថ្មឆ្លើយលើកតកុងនេះជាស្នាមកោះរណ្ដៅនៅសល់តែរណ្ដៅទេហើយអ្វីអស់ហើយដោយសារថ្មបាយក្រៀមទុកចោលតែឯងគ្មានណាជួយអភិរក្សទេត្រូវបំផ្លិចបំផ្លាញអស់ហើយថ្មប៉ុន្តែដូនតាខ្មែរយើងបកកែណាស់គាត់ខំកសាងប្រាសាទទីច្រើនប៉ុន្តែដោយសារតែខ្មែរយើងវាមិនចេះថែរក្សាពីមុននោះចាស់ដើមគាត់មិនជួយថែរក្សាបើចេះថែរក្សាទៅវាក្មេងជំនាន់ក្រោយមើលតាមនឹងដែរហើយនៅសតបាយក្រៀមទេថ្មណាជាក្រៀងអស់ហើយកន្លែងនេះគឺកន្លែងហៅថាភ្នំថ្មឆ្លើយលើកតាកុងពីដើមភ្នំថ្មឆ្លើយស័ក្តិសិទ្ធិណាស់គឺហៅដល់ឆ្លើយហើយតែលើត្រូវបាត់បង់អស់ហើយគ្មានសារទេនេះគឺរណ្ដៅមួយដែរដើរនេះដឹងតិចចំណនណាតែតាមខ្ញុំនៅតូចអត់ដឹងអីហើយការថតនេះខ្ញុំតែទុកជាអនុស្សាវរីយ៍កន្លែងនេះកន្លែងត្រូវបាត់បង់មួយច្រើនទៀតតែខ្ញុំយកតែប៉ុណ្ណឹងទេដោយសារតែប្រាសាទកន្លែងនេះនឹងមានប្រាសាទមួយតែខ្ញុំអត់បានដឹងតែមានឃើញថ្មបាយក្រៀមពិតជាមានបាននិយាយទៅសូមបងប្អូនមេត្តាអធិស្ឋានផងចោះនេះគ្រាន់តែចង់ដឹងពីមកប្រវត្តិការប្រាសាទរបស់យើងតូចជាច្រើននៅលើទឹកដីកម្ពុជាយើងប្រាសាទនេះប្រហែលជាកសាងសម័យអង្គរដែរតួប្រាសាទនេះសម័យអាណាចក្រនគរបើអានទៅបើរៀបរាប់មិនសូវក្បោះក្បាយសូមបងប្អូនមេត្តាអធិស្ឋានសិតតែថ្មបាយក្រៀមតែឥឡូវត្រូវបាត់បង់អស់ហើយបាទសូមអរគុណច្រើន